ហ្នឹងហើយថ្ងៃនេះឆ្លៀតមកធ្វើ vlog ឲ្យបងប្អូនមើលបន្តិចដោយសារខ្ញុំមកសម្រាប់ហ្នឹងគឺមានការតិចតួចមកទិញរបស់ញ៉ាំផងហើយក៏មកប្រឌិតរូបប្រឌិតអីផងអញ្ចឹងណាមកវិញហើយថ្ងៃនេះខ្ញុំមានកន្លែងថ្មីមួយដែលបងប្អូនអាចធ្លាប់ឃើញបងប្អូនងាកមកមើលខាងលើនេះកន្លែងហ្នឹងគឺវាចំណុចកំពូលកន្លែងគេឡើងមើលទេសភាពនៅជុំវិញបឹងបងប្អូនកន្លែងនេះគឺហៅអីញ៉ាំសើស្ពតដែរហើយកន្លែងនេះមានតម្រៃអីតោះឥឡូវតោះឡើងមើលថាខ្ពស់នឹងខ្ពស់ប៉ុណ្ណាណៃបងប្អូនគូប្រហែលជាកន្លែងនេះគេហៅបងស្នោហើយកន្លែងខ្ញុំថតនេះគឺនៅគូនេះគេហៅប៉មនេះអង់គ្លេសហៅ apple ហ្នឹងហ្នឹងហើយប៉មយ៉ាខាងរបស់នេះគេឥឡូវស្ងាត់ចាំបងប្អូនអាចក្នុងខែនោះខែនោះមានមនុស្សម៉ានេះទៅមានមនុស្សទេយើងមើលទៅនោះវាទៅខាងក្បាលនោះខាងវាមានឯករាជ្យនោះខាងនោះមានឯករាជ្យនោះហ្នឹងអូខេអត់វាមានឯករាជ្យហ្នឹងគឺស្ងាត់មែនទេអូខេហ្នឹងហើយទីទៀតខ្ញុំនឹងទៅម៉ាច់ចំណៃត្រីដល់នេះគឺចំណៃគូទេសភាពដែលកន្លែងធំគេហៅប៉មហើយនេះគឺជាបងស្នោដែលនៅគាត់ជុំវិញកន្លែងដែលសួនដែលគេហៅប៉មនេះបងប្អូនអញ្ចឹងខ្ញុំមិនស្គាល់ដែរខ្ញុំមកនេះគឺសួរគេដែរបងប្អូនតែនេះទេសភាពបងប្អូនមើលណៃនេះអែមស្នេហ៍មកពេលនេះអត់ស្គាល់តែបងតែនេះមកបងគឺអែមមកខ្ញុំកន្លែងស្លាថែតហើយនេះគឺជាកន្លែងខែបងប្អូនមើលទៅគឺអត់ទៅនោះទេស្ងាត់តែអូខេហើយទុកចេញពីសួរបងប្អូនតោះឥឡូវយើងឲ្យចំណុចត្រីរបស់គ្នានោះបើក្នុងកន្លែងឲ្យចំណុចត្រីបងប្អូនតោះនេះឡើងយូរហើយដាក់ដូចតែសារត្រីញ៉ាំអត់ចាយអញ្ចឹងដាក់ហែតិចទៀតឈប់ធ្វើកាមេរ៉ាមែនញ៉ាំអត់ដែរមកហើយអត់មកហើយញ៉ាំមកហើយបាទនោះថងឲ្យញ៉ាំយកថងឲ្យញ៉ាំថងនេះខ្ញុំដាក់ឲ្យច្រើនដោយសារតែត្រីវាច្រើនអញ្ចឹងយើងដាក់ឲ្យវាញ៉ាំឲ្យច្រើនតិចចឹងទេវាអត់ហើយទេញ៉ាំមកណាញ៉ាំមកហ្នឹងហើយវីដេអូនេះខ្ញុំក៏ចង់ឲ្យបងប្អូនជួយឲ្យត្រីផងស្រីផងគឺថាស្រីគាត់ស្គាល់ហ្នឹងហើយអត់មានអ្នកដើរត្រីខ្ញុំឡាប់អូខេ